សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងខិតជិតដល់កិច្ចព្រមព្រៀងលើអនុរណៈមួយទំព័រដើម្បីបញ្ចប់សង្គ្រាមនៅឈូងសមុទ្រនេះបើយោងតាមការចុះផ្សាយរបស់ Reuters ដោយដកស្រង់ប្រភពមួយពីអ្នកសម្របសម្រួលប៉ាគីស្ថានដែលស្គាល់ពីការចរចាសម្រាប់បងប្អូនដែលចង់បានព័ត៌មានថ្មីៗពី Channel YouTube យើងខ្ញុំបងប្អូនគ្រាន់តែចុច Like Share និងចុច Subscribe ម្នាក់មួយនោះបងប្អូននឹងទទួលបានវីដេអូថ្មីៗមុនគេប្រភពប៉ាគីស្ថានបាននិយាយថារបាយការណ៍មួយមុននេះដោយ Axios ស្ដីពីអនុរណៈដែលបានស្នើឡើងគឺត្រឹមត្រូវរបាយការណ៍ Axios បានដកស្រង់សម្ដីមន្ត្រីអាមេរិកពីររូបនិងប្រភពពីរផ្សេងទៀតដែលស្គាល់ពីការពិភាក្សាប្រភពប៉ាគីស្ថានបាននិយាយថាយើងនឹងបញ្ចប់រឿងនេះឆាប់នេះយើងជិតដល់ហើយ Axios បានរាយការណ៍កាលពីថ្ងៃពុធថាសេតវិមានជឿថាខ្លួនកំពុងខិតជិតដល់អនុរណៈមួយទំព័រដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានផ្អាកបេសកកម្មកងទ័ពជើងទឹករយៈពេល3ថ្ងៃដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញរបាយការណ៍ Axios បាននិយាយថាសហរដ្ឋអាមេរិករំពឹងថានឹងមានការឆ្លើយតបពីអ៊ីរ៉ង់លើចំណុចសំខាន់ជាច្រើនក្នុងរយៈពេល48ម៉ោងខាងមុខក្នុងចំណោមបទបញ្ញត្តិផ្សេងទៀត Axios បាននិយាយថាកិច្ចព្រមព្រៀងនេះនឹងពាក់ព័ន្ធនឹងអ៊ីរ៉ង់បដិញ្ញាចិត្តផ្អាកការបង្កើនសារធាតុនុយក្លេអ៊ែរសហរដ្ឋអាមេរិកយល់ព្រមលើកទណ្ឌកម្មរបស់ខ្លួននិងដោះលែងមូលនិធិអ៊ីរ៉ង់រាប់ពាន់លានដុល្លារដែលបង្កប់និងភាគីទាំងពីរលើកការរឹតបន្តឹងជុំវិញការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz អនុរណៈយោគយល់គ្នាមួយទំព័រដែលមាន14ចំណុចនេះកំពុងត្រូវបានចរចារវាងបេសកជនអាមេរិក Steve Witkoff និង Jared Kushner ព្រមទាំងមន្ត្រីអ៊ីរ៉ង់មួយចំនួនទាំងដោយផ្ទាល់និងតាមរយៈអ្នកសម្របសម្រួលនេះបើយោងតាមការចុះផ្សាយរបស់ Axios ក្នុងទម្រង់បច្ចុប្បន្នរបស់វាអនុរណៈនេះនឹងប្រកាសពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់និងការចាប់ផ្ដើមនៃការចរចារយៈពេល30ថ្ងៃលើកិច្ចព្រមព្រៀងលម្អិតមួយដើម្បីបើកច្រកសមុទ្រកំណត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងលើកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះបើយោងតាមការចុះផ្សាយរបស់ Axiosការរឹតបន្តឹងរបស់អ៊ីរ៉ង់លើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនិងការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់នឹងត្រូវបានលើកបន្តិចម្ដងក្នុងអំឡុងពេល30ថ្ងៃនោះនេះបើយោងតាមការចុះផ្សាយរបស់ Axios ដោយដកស្រង់សម្ដីមន្ត្រីអាមេរិកម្នាក់ដែលបានបន្ថែមថាប្រសិនបើការចរចាបរាជ័យកងកម្លាំងអាមេរិកនឹងអាចស្ដារការបិទផ្លូវឡើងវិញឬបន្តសកម្មភាពយោធាឡើងវិញសម្រាប់បងប្អូនថ្មីសូមជួយចុច Like Comment Share និងចុច Subscribe ម្នាក់មួយផង